ចុះកាត់ស្មៅទៀតហើយបងគាត់ក៏មកម្នាក់1000កង់បាទម្នាក់2000កង់ម្នាក់300ម្នាក់50ម្នាក់100អញ្ចឹងនេះរៀបចំកាត់ហើយស្មៅនេះគឺយើងយកទៅសម្រាប់ការចិញ្ចឹមកដោបបាទហើយក៏បងខ្លះទៅចិញ្ចឹមមាន់បាទនេះមានឃើញដើមខ្ពស់នេះគឺមានឈ្មោះថា Super Napier បាទហើយ Super Napier ដើមវាខ្ពស់ហើយស្លឹកវាធំហើយសម្រាប់ស្មៅផ្អែមបាទដើមវាទាបបាទហើយថ្នាំងវាញឹកបាទនេះស្មៅនេះ Super Napier បាទនេះគឺប្រភេទស្មៅផ្អែមណាបាទនេះគឺ Super Napier King Grass នៅកន្លែងផ្សេងបាទ Super Napier ឃើញដើមវាធំយ៉ាងធំហើយ King Grass គឺដើមវាស្តៀងគ្នាដែរដូចគ្នានៅក្នុងហ្នឹងបាទនេះសកម្មភាពក្រុមការងារចាប់ដើមចុះកាត់រៀបចំពីខ្ចប់ផ្ញើច្រើនហើយនឹងចេញច្រើនបាទគឺយើងកាប់មកគុំឲ្យលីងចិត្តតែម្ដងដើម្បីឲ្យវាដុះថ្មីអញ្ចឹងយើងចាប់ដើមកាត់ទីជួរអញ្ចឹងតែម្ដងឲ្យវាដុះព្រោះខែវស្សាអញ្ចឹងស្មៅយើងដាំច្រើននៅក្នុងហ្នឹងនៅផ្នែកខាងក្រោយនៃកសិដ្ឋានបាទហើយខាងនេះក៏ដុះឡើងក្រាស់ដែរហើយក៏មានស្មៅដុះលីឡំដែរយើងនឹងធ្វើការសម្អាតម្ដងតិចបាទនេះជាភាសាគឺឥឡូវនេះគឺយកស្មៅនេះកដោបក៏ច្រើនដែរយើងត្រូវផ្គត់ផ្គង់កដោបនៅក្នុងរោងបច្ចុប្បន្នប្រហែលជា500000កូនសរុបទាំងអស់បាទ500000កូនអញ្ចឹងកដោបយើងច្រើនអញ្ចឹងមួយថ្ងៃវាត្រូវការស៊ីស្មៅចន្លោះពីបាទ50ទៅ100គីឡូឥឡូវ50ណាទីទៀតឡើងចូល100គីឡូនៃស្មៅនេះអញ្ចឹងមួយថ្ងៃគឺយើងត្រូវផ្គត់ផ្គង់ស្មៅហើយពេលដែលវាធំតិចទៀតវាអាចឡើងដល់150គីឡូបាទក្នុងរោងចំនួន10អញ្ចឹងមករោង20គុណតាមហ្នឹងបាទនេះចែកម្លែកខ្លីទេឥឡូវយើងចាប់ផ្ដើមកាត់យកទៅហើយបាទអរគុណជួបគ្នានៅវីដេអូបន្ទាប់ហើយអ្នកបានទទួលស្មៅហើយបានពងកដោបហើយបានស្បាយហើយសូមជួយឆាតមកបាទពួកខ្ញុំប្រឹក្សាយោបល់ហើយក៏ជួយទិញសាច់ត្រឡប់មកវិញណាបាទអរគុណ